ប្តីធ្វើស្នេហ៍ដាក់ប្រពន្ធវគ្គ4ចឹងពាក្យសម្ដីដែលថាប្តីធ្វើស្នេហ៍ដាក់ប្រពន្ធគឺជាពាក្យសម្ដីរបស់គ្រូទាយគឺជាពាក្យសម្ដីរបស់ឪពុកម្ដាយគឺជាពាក្យសម្ដីរបស់បងប្អូនគឺជាពាក្យសម្ដីរបស់អ្នកដទៃគឺជាពាក្យសម្ដីដែលចាក់រុកបំបែកបំបាក់ប្តីប្រពន្ធនឹងឲ្យឆ្លោះទាស់ទែងគ្នាឲ្យលែងលះគ្នាអញ្ចឹងយើងមកពិចារណាពាក្យសម្ដីរបស់ឪពុកម្ដាយតើឪពុកម្ដាយមានគោលបំណងអ្វីដែលចង់បំបែកបំបាក់កូនចឹងយើងសួរចម្លើយពីកូនយ៉ាងសួរចម្លើយពីតួអង្គប្រពន្ធមុនដែលជាកូនបង្កើតរបស់ឪពុកម្ដាយហ្នឹងយ៉ាងប្រពន្ធបានរៀបរាប់សេចក្តីថាម្ដាយគាត់ហ្នឹងតែងតែបច្ចេះគាត់ឲ្យលែងគ្នាជាមួយនឹងប្តីគាត់ដើម្បីគាត់នឹងបានកាន់កាប់លុយគ្រប់គ្រងលុយហើយអាចបញ្ជាកូនបានអាចឲ្យកូននឹងស្ដាប់ខ្លួនឯងបាទអញ្ចឹងកាលណាតែលែងប្តីទៅអញ្ចឹងកូនធ្វើការមកបានយកលុយឲ្យខ្លួនឯងបាទហើយខ្លួនឯងនឹងជាពាក់បំណុលគេចង់ឲ្យកូននឹងរកស៊ីសងអញ្ចឹងចាំបាច់ត្រូវតែបច្ចេះឲ្យកូននឹងលែងប្តីបាទអញ្ចឹងរកវិធីគ្រប់បែបយ៉ាងដូចជាចាក់រុកឆ្កឹះឆ្កៀលថាប្តីនឹងធ្វើស្នេហ៍ដាក់ប្រពន្ធអញ្ចឹងទៅបាទអាហ្នឹងគឺជាចម្លើយរបស់កូនបាទចេញពីមាត់កូនបាទកូននឹងគឺនិយាយប្រាប់ខ្ញុំហ្មងបាទហើយតែងតែចាក់រុកថាឲ្យកូននឹងលែងប្តីនឹងទៅយកប្តីមួយទៀតមិនខ្វះប្រុសទេបាទមានគេចង់បានច្រើនណាស់បាទនឹងតែងតែបំបែកបំបាក់អញ្ចឹងធ្វើឲ្យកូននឹងនៅមិនបានសុខបាទអញ្ចឹងយើងទៅសួរអំពីចម្លើយរបស់ប្តីម្ដងអញ្ចឹងម្ដាយនឹងឪពុកម្ដាយតែងតែនិយាយទៅកាន់កូនប្រសាថានៅក្មេងហ្នឹងកុំរៀនធម៌អីបាននៅក្មេងទេបាទអាហ្នឹងមួយហើយរឿងមួយទៀតហ្នឹងឪពុកម្ដាយតែងតែថាកុំចេះជាងគេពេកនៅក្មេងទេបាទហ្នឹងហើយចង់ថាកូនប្រសាហ្នឹងកុំរៀនធម៌អីនាំតែចេះជាងគាត់ចឹងណាពីព្រោះគាត់អត់ចេះធម៌បាទរៀនធម៌មិនចេះហើយកូនប្រសាហ្នឹងរៀនធម៌ចេះបាទចឹងគោលបំណងរបស់ឪពុកម្ដាយនឹងចង់បំបែកបំបាក់កូនគឺចង់ឲ្យកូននឹងលែងលះគ្នាទៅហើយរកស៊ីចិញ្ចឹមខ្លួនឯងរកលុយឲ្យខ្លួនឯងរកលុយឲ្យខ្លួនឯងនឹងដោះបំណុលជាពាក់គេបាទតែឪពុកម្ដាយនឹងជាពាក់គេដោយសារតែលេងលបែងលេងកតុយលេខលេងបៀលេងអាប៉ោងអីដែរហ្នឹងបាទហ្នឹងហើយចឹងទៅអត់មានលុយសងគេរកវិធីបច្ចេះកូនឲ្យលែងគ្នាទៅបំបែកបំបាក់កូនទៅដើម្បីខ្លួនឯងបានគ្រប់គ្រងលុយរបស់កូនជាពិសេសសម្លឹងឃើញមាសរបស់កូនដែលកូនមានខ្សែកខ្សែអីចឹងពាក់ចឹងណាបាទហើយចាប់តាំងពីថ្ងៃដែល
ថាឲ្យកូនប្រសានៅក្មេងកំរៀនធွာពេកហ្នឹងកូនប្រសាបានទិញប្រដាប់ស្រូបសំឡេងមួយមកបាទហ្នឹងយកទៅដាក់នៅក្នុងផ្ទះហ្នឹងបាទអញ្ចឹងពេលដែលកូនប្រសាហ្នឹងដែលជាតួអង្គប្តីហ្នឹងចេញទៅក្រៅបាត់អញ្ចឹងដាក់ប្រដាប់ស្រូបសំឡេងនៅក្នុងផ្ទះហ្នឹងបាទអញ្ចឹងប្រដាប់ស្រូបសំឡេងហ្នឹងបានស្រូបឮសូរឪពុកម្ដាយហ្នឹងនិយាយចាក់រុកកូនបច្ចេះកូនថ្ងៃស្រឡាញ់ប្តីថ្ងៃម៉េះបាទហ្នឹងហើយខ្វះប្រុសហើយប្រុសមានតែមួយហ្នឹងហើយបាទហ្នឹងហើយប្រដាប់ស្រូបសំឡេងគឺស្រូបសំឡេងបានអញ្ចឹងបាទហ្នឹងហើយឥឡូវវាសម័យបច្ចេកវិទ្យាទំនើបបាទគឺមានប្រដាប់ស្រូបសំឡេងអញ្ចឹងបាទមិនចាំបាច់ទេយើងប្រើកូននឹងឆ្លាតដែរកូនប្រសាប្រើល្បិចបាទដាក់ប្រដាប់ស្រូបសំឡេងក្នុងផ្ទះអញ្ចឹងតាំងពីរឿងចៅនឹងរៀនបាទចៅនឹងរៀនអញ្ចឹងទៅចាក់រុកកូនបង្កើតខ្លួនឯងហ្នឹងថ្ងៃឲ្យកូនរៀនច្រើនម៉េះក្រអញ្ចឹងហ្នឹងបាទហ្នឹងហើយដល់ពេលហ្នឹងកូនប្រសាហ្នឹងដែលជាប្តីហ្នឹងប្រឆាំងបាទម៉ែឯងឪឯងខ្ញុំឲ្យកូនខ្ញុំរៀនទៅស្អីម៉ែឯងឪឯងបាទខ្ញុំក្រហ្នឹងបានខ្ញុំឲ្យកូនខ្ញុំរៀនហ្នឹងកុំឲ្យវាល្ងងដូចខ្ញុំឲ្យកូនខ្ញុំរៀនទៅវារៀនចេះដឹងទៅវាធំឡើងទៅវាធ្វើការបានលុយច្រើនបានប្រាក់ខែច្រើនមានមុខមានមាត់ហើយម៉ែឯងឪឯងគិតអត់យល់ទេចាហើយចៅម៉ែឯងចៅឪឯងហើយបើគ្នាចង់រៀនឲ្យគ្នាជប់រៀនចង់ឲ្យគ្នាឈប់រៀនយកមកចិញ្ចឹមម៉ែឯងឪឯងបាទឲ្យគ្នាឈប់រៀនទៅយ៉ាងទៅធ្វើសំណង់ធ្វើយ៉ាងទៅធ្វើរោងចក្រយ៉ាងទៅយ៉ាងវាហិតតែល្ងងវាហិតតែអត់ចេះទៀតហើយបាទអញ្ចឹងបើប្រទេសជាតិគេត្រូវការអ្នកចេះដឹងយើងអត់ចេះវាមិនពិបាកដើររកការងារធ្វើរកស៊ីអីក៏វាពិបាកអញ្ចឹងទៅខឹងកូនប្រសាបាទម៉ែឪហ្នឹងខឹងកូនប្រសាមានគំនុំគុំគួនរហូតបាទអញ្ចឹងរកវិធីអីបំបែកបំបាក់គ្រប់សពបែបយ៉ាងដល់ពេលរកវិធីបំបែកបំបាក់គ្រប់សពបែបយ៉ាងអត់បានក៏ចោតថាប្តីធ្វើស្នេហ៍ដាក់ប្រពន្ធអញ្ចឹងទៅបាទហ្នឹងហើយប៉ុន្តែកូនបង្កើតខ្លួនឯងដែលជាតួអង្គប្រពន្ធហ្នឹងធុញដែរហ្នឹងបាទហ្នឹងហើយបើម៉ែឪអញ្ចឹងប៉ុន្តែខ្ញុំសូមផ្ដាំតែប៉ុណ្ណេះទេបាទហ្នឹងហើយផ្ដាំទៅកូនបាទបើឪពុកម្ដាយអាក្រក់អ្មិនក៏ដោយក៏យើងនៅតែដឹងគុណគាត់ដែរក៏នៅតែកតញ្ញូចំពោះគាត់ដែរបាទមានបាយទឹកមាននំចំណីអីលុយកាក់អីចេះតែជូនគាត់ទៅបាទប៉ុន្តែធ្វើមិនទេបើចិត្តគំនិតគាត់អញ្ចឹងយើងជាកូនកុំស្ដាប់គាត់បាទយើងស្ដាប់តែប្តីប្រពន្ធយើងបានហើយបាទអញ្ចឹងយើងនៅតែគោរពគាត់ទុកជាឪពុកម្ដាយអញ្ចឹងបាននៅតែដឹងគុណនៅតែកតញ្ញូចំពោះគាត់ខែបុណ្យខែទានអីចូលឆ្នាំភ្ជុំអីនៅតែជូនលុយជូនកាក់គាត់អញ្ចឹងទៅឬមួយខែណាថ្ងៃណាក៏ដោយមានលុយចេះតែជូនទៅជូនលុយជូនកាក់ជូនបាយទឹកនំចំណីអញ្ចឹងទៅក៏អាវស្លៀកពាក់អញ្ចឹងទៅបាទយើងធ្វើម៉េចបើយើងកើតមកជាកូនរបស់គាត់បាទអញ្ចឹងមានតែភាពកតញ្ញូនឹងកុំបំភ្លេចឲ្យសោះបាទគាត់ខំបង្កើតយើងខំចិញ្ចឹមយើងបាទអញ្ចឹងសូមអរគុណ